នាព្រឹកថ្ងៃទី12ខែកុម្ភៈឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តមនាយឧត្តមសេនីយ៍ Romeo Esperanza Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពក្នុងឱកាសនៃជំនួបនេះឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតីដែលបានអនុញ្ញាតឲ្យរូបឯកឧត្តមនិងគណៈប្រតិភូចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារឯកឧត្តមអគ្គមេបញ្ជាការក៏បានរំលឹកឡើងវិញនៅទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អនិងយូរអង្វែងរវាងប្រទេសទាំងពីរជាពិសេសរវាងកងទ័ពនិងកងទ័ពក្នុងន័យនេះឯកឧត្តមបានគូបញ្ជាក់អំពីការបដិញ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកងទ័ពរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនបន្ថែមទៀតជាការឆ្លើយតបសម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមអគ្គមេបញ្ជាការនៃគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានិងរីករាយដែលបានជួបជាមួយឯកឧត្តមអគ្គមេបញ្ជាការជាថ្មីម្ដងទៀតសម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តនិងវិតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនៃប្រទេសទាំងពីរជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍និងកសាងសមត្ថភាពរវាងកងទ័ពនៃប្រទេសទាំងពីរសម្ដេចធិបតីបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀតទាំងផ្នែកកងទ័ពជើងគោកជើងទឹកនិងជើងអាកាសពាក់ព័ន្ធនឹងសភាពការតាមបណ្ដោយព្រំដែនកម្ពុជាថៃសម្ដេចធិបតីបានបញ្ជាក់ជូនឯកឧត្តមអគ្គមេបញ្ជាការនិងគណៈប្រតិភូនៃការវិវត្តថ្មីនៃសភាពការព្រំដែនកម្ពុជាថៃនិងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគីអនុសញ្ញានិងសន្ធិសញ្ញាដែលមានស្រាប់ព្រមទាំងច្បាប់អន្តរជាតិកម្ពុជាបញ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមកបន្ថែមលើនេះសម្ដេចធិបតីបានវិតម្លៃខ្ពស់ចំពោះទូនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT និងជឿជាក់ថាក្រោមការដឹកនាំរបស់ហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានបដូវវេនក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយសន្តិវិធីឯកឧត្តមអគ្គមេបញ្ជាការបានលើកឡើងថាហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះនិងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹតសម្ដៅនាំមកនូវសន្តិភាពនិងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរក៏ដូចជាតំបន់ទាំងមូលផងដែរ